ចាំមកចាំកាលីនណាចាជប់វាជាចាស់បានបង្កើតមនុស្សយើងទាំងអស់គ្នាប្រកបដោយសេចក្តីស្រឡាញ់យ៉ាងធំធេងទាំងបានបង្កើតអ្វីក៏បែបយ៉ាងនៅលើផែនដីនេះដើម្បីមនុស្សយើងទាំងអស់គ្នាហើយវាពិតជាសំខាន់ណាស់សម្រាប់ពួកយើងទាំងអស់គ្នាក្នុងការមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយនឹងព្រះអង្គការអធិដ្ឋានគឺជាវិធីយ៉ាងល្អដើម្បីមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងព្រះជាម្ចាស់ផងដែរយើងអាចអធិដ្ឋានទៅកាន់ព្រះអង្គដើម្បីអរគុណនៅអ្វីក៏បែបយ៉ាងដែលទ្រង់បានបង្កើតសម្រាប់ពួកយើងក៏ដូចជាអធិដ្ឋានដើម្បីអរគុណនៅសេចក្តីស្រឡាញ់យ៉ាងធំធេងរបស់ព្រះអង្គមកកាន់ពួកយើងផងដែរនៅក្នុងខគម្ពីរបានចែងថាចូលមានអំណរសប្បាយគ្រប់ពេលវេលានិងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់គ្រប់កលៈទេសៈមែនហើយពួកយើងទាំងអស់គ្នាអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់សម្រាប់អ្នកនៅជុំវិញខ្លួនរបស់យើងដូចជាឪពុកម្ដាយរបស់យើងបងប្អូនរបស់យើងហើយមិត្តភ័ក្តិរបស់យើងដើម្បីឲ្យទ្រង់ធ្វើការអស្ចារ្យនិងផ្ដល់អ្វីដែលល្អប្រសើរសម្រាប់ពួកគេមិនត្រឹមតែប៉ុណ្ណោះពួកយើងក៏អាចអធិដ្ឋានសម្រាប់ខ្លួនឯងដើម្បីឲ្យព្រះជាម្ចាស់ជួយមកកាន់ពួកយើងនៅរាល់បញ្ហាដែលពួកយើងមានហើយទ្រង់នឹងផ្ដល់នូវកម្លាំងប្រាជ្ញាសម្រាប់ពួកយើងនិងមានចំណុចផ្សេងៗជាច្រើនទៀតផងដែរអញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងច្បាស់អំពីការអធិដ្ឋានសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វគ្គអធិដ្ឋាន